ធរកម្ពុជាបានរកឃើញសំណល់ថ្នាំកសិកម្មនៅក្នុងបន្លែវៀតណាមចំនួន4ប្រភេទរួមមានស្លឹកខ្ទឹមមើមខ្ទឹមក្រហមក្រូចឆ្មានិងសណ្តែកហោឡាំងតៅដែលត្រូវបាននាំចូលតាមច្រកព្រំដែនអន្តរជាតិជ្រៃធំនៃខេត្តកណ្ដាលនេះបើយោងទៅតាមការប្រកាសរបស់នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មដែលបានឲ្យដឹងនៅថ្ងៃទី27ខែមិថុនានេះកបបបានឲ្យដឹងថាសំណាក់គំរូនៃបន្លែនិងផ្លែឈើចំនួន22មុខត្រូវបានយកទៅធ្វើតេស្តរាប់ទាំងប៉េងប៉ោះស្ពៃបូកូម្រះឆៃថាវស្ពៃក្តោបពណ៌ស្វាយត្រប់វែងសណ្តែកបារាំងការ៉ុតនិងម្ទេសជាដើមសំណាក់នៃបន្លែចំនួន4ប្រភេទដែលមានសំណល់ថ្នាំកសិកម្មត្រូវបានបញ្ជូនបន្តទៅវិភាគនៅមន្ទីរពិសោធន៍នារាជធានីភ្នំពេញដើម្បីពិនិត្យការអនុលោមទៅតាមស្តង់ដារសុវត្ថិភាពចំណីអាហារយោងតាមអង្គការសុខភាពពិភពលោកសំណល់ថ្នាំកសិកម្មគឺជាសារធាតុថ្នាំសម្រាប់សត្វល្អិតនិងសារធាតុគីមីផ្សេងទៀតដែលបន្សល់ទុកលើបន្លែនិងផ្លែឈើក្រោយពីបាញ់កម្ចាត់សត្វល្អិតបរិមាណតិចតួចក្រោមច្បាប់កំណត់ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាពសម្រាប់ការបរិភោគក៏ប៉ុន្តែបរិមាណច្រើននិងសារធាតុគីមីមួយចំនួនទៀតដែលនៅសេសសល់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់សុខភាពដូចជាមហារីកការរំខានទៅដល់អរម៉ូននិងប៉ះពាល់ទៅដល់ប្រព័ន្ធសរសៃប្រសាទនេះមិនមែនជាលើកទី1ទេដែលកសិផលរបស់វៀតណាមបានបង្កការព្រួយបារម្ភទៅដល់សុខភាពសហភាពអឺរ៉ុបឬ EU បានរកឃើញសំណល់ថ្នាំសម្រាប់សត្វល្អិតនៅក្នុងបន្លែជាច្រើនប្រភេទដែលនាំចូលពីប្រទេសវៀតណាមដោយគ្រាន់តែឆ្នាំ2024តែមួយ EU បានចេញលិខិតព្រមានអំពីសុវត្ថិភាពចំណីអាហាររបស់វៀតណាមដល់ទៅ130ដងនេះបើយោងទៅតាមគេហទំព័រ Fresh Plaza គួរសម្គាល់ថាវៀតណាមជាអ្នកផ្គត់ផ្គង់បន្លែផ្លែឈើដ៏ធំមួយសម្រាប់ទីផ្សារកម្ពុជាពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានទៅដល់ជិត$8,000 លានអាមេរិកនៅក្នុងឆ្នាំ2024ថ្មីនេះរដ្ឋាភិបាលកម្ពុជានិងវៀតណាមបានព្រមព្រៀងអនុគ្រោះពន្ធ 0% លើការនាំចេញនាំចូលទំនិញមួយចំនួនទៅវិញទៅមកសម្រាប់ឆ្នាំ2025-2026ក្រោមកិច្ចព្រមព្រៀងនេះកម្ពុជាអាចនាំទំនិញទៅវៀតណាមចំនួន28មុខនិងវៀតណាមនាំទំនិញចូលមកកម្ពុជាវិញចំនួន25មុខដែលភាគច្រើនជាសាច់បន្លែនិងផ្លែឈើខ្ញុំរស់សុធាពី News Today NTTV